ខ្ញុំសូមនិយាយថាលោក Donald Trump កំពុងតែចំបាច់កប្រជាជនអាមេរិកខ្លួនឯងជាពិសេសគឺប្រជាជនដែលមានជីវភាពក្រីក្រចាមូលហេតុដោយដែលបងប្អូនបានដឹងចាដោយដែលបងប្អូនបានដឹងគាត់កំពុងតែដំឡើងពន្ធចាប្រទេសជិតខាងក៏ដូចជាប្រទេសដៃគូពាណិជ្ជកម្មជាក់ស្ដែងគឺគាត់ដំឡើងពន្ធរហូតដល់ 25% ចាទៅលើប្រទេសកាណាដាប្រទេសមិចស៊ីកូនិងប្រទេសចិនដែលជាប្រទេសដែលនាំយកអីវ៉ាន់ស្ទើរតែគ្រប់មុខស្ទើរតែទាំងអស់ដែលកំពុងតែដាក់លក់នៅក្នុងប្រទេសអាមេរិកអញ្ចឹងអីវ៉ាន់ទាំងអស់ហ្នឹងគឺយកមកពីប្រទេសទាំងអស់នោះចាប្រជាជនអាមេរិកភាគច្រើនគឺប្រើអីវ៉ាន់ដែលយកមកពីប្រទេសទាំងអស់នោះបើសិនជាគាត់ដំឡើងពន្ធទៅលើតម្លៃទំនិញទាំងអស់ហ្នឹងសួរថាអ្នកណាជាអ្នកបងពន្ធ Trump គាត់ស្រែកថាប្រទេសទាំងអស់នោះជាអ្នកបងពន្ធតែបងប្អូនពិចារណាតើប្រទេសទាំងអស់នោះពិតជាបងពន្ធមែនអត់សម្រាប់ខ្ញុំគិតថាប្រជាជនអាមេរិកគឺជាអ្នកបងពន្ធដោយសារអីបើកាលណាគាត់ដំឡើងពន្ធទាំងអស់នោះអញ្ចឹងប្រទេសដៃគូពាណិជ្ជកម្មទាំងអស់នោះគេនឹងដំឡើងតម្លៃទំនិញចាគេដំឡើងតម្លៃទំនិញនៅពេលដែលគេដំឡើងតម្លៃទំនិញអ្នកលក់អីវ៉ាន់នៅក្នុងស្រុកអាមេរិកនេះយកទំនិញមកថ្លៃចឹងគេក៏ត្រូវបន្លំតម្លៃទំនិញដូចគ្នាហើយសួរថាអ្នកណាជាអ្នកចេញលុយអញ្ចឹងគឺប្រជាជនអាមេរិកអ្នកប្រើប្រាស់អីវ៉ាន់នៅក្នុងប្រទេសអាមេរិកដែលត្រូវចំណាយលុយបន្ថែមធ្លាប់ទិញ$100បើកាលណាគេតម្លើងពន្ធត្រូវចំណាយប៉ុន្មានពី$100អូខេឡើងទៅដល់$125អញ្ចឹងទៅឃើញទេចឹងសួរថាអ្នកណាជាអ្នកងាប់គឺងាប់ប្រជាជនអាមេរិកជាពិសេសប្រជាជនក្រីក្រខ្ញុំទទួលស្គាល់ថាលោក Donald Trump គាត់ចង់រកលុយចូលក្នុងប្រទេសអាមេរិកគោលការណ៍របស់គាត់គឺចង់ឲ្យអាមេរិកក្លាយជាប្រទេសអ្នកមានចាប៉ុន្តែការធ្វើរបស់គាត់វាអាចប៉ះពាល់ទៅដល់អ្នកក្រគាត់ចង់បានលុយចូលក្នុងប្រទេសអាមេរិកប៉ុន្តែគាត់កាត់ជំនួយពីប្រជាជនក្រីក្រចាកាត់ជំនួយទៅអង្គការ USAID ចាមានគម្រោងកាត់ជំនួយSSI ដែលជាលុយសម្រាប់មនុស្សចាស់នៅក្នុងប្រទេសអាមេរិកកាត់បន្ថយសេវាកម្មព្យាបាលដែលហៅថា Medicare Medical ចាគាត់កាត់ជំនួយទាំងអស់នោះដើម្បីសន្សំលុយពួកគាត់អ្នកមានគាត់ងាប់ទេបងប្អូនទាំងអស់គ្នាតែអ្នកណាជាអ្នកងាប់ប្រជាជនក្រីក្រនេះជាក់ស្ដែងបងប្អូនឃើញស្រាប់ហើយបងប្អូនខ្មែរយើងបងប្អូនដឹងហើយខ្ញុំបាញ់និយាយជាពិសេសអ្នកណាអាមេរិកផ្ទាល់បងប្អូនដឹងហើយថាអ៊ំពូមីងចាស់ដែលគាត់មកពីសម័យអាពតជាពិសេសចាគឺគាត់រស់ដោយសារលុយនឹងភាគច្រើនខ្ញុំមិននិយាយទាំងអស់ទេខ្ញុំនិយាយភាគច្រើនគឺគាត់ទទួលបានជំនួយទាំងអស់ហ្នឹងជំនួយបានផ្ទះ housing ជំនួយបាន SSI លុយ SSI លុយចាស់លុយពិការអញ្ចឹងទៅចាទៅពេទ្យអត់អស់លុយចុះបើ Donald Trump គាត់កាត់លុយទាំងអស់ហ្នឹងសួរថាតើគាត់រស់ដោយរបៀបណាចាអញ្ចឹងការដំឡើងតម្លៃពន្ធនេះមិនមែនងាប់ប្រទេសដៃគូពាណិជ្ជកម្មទេគឺងាប់ប្រជាជនក្រីក្រនៅក្នុងប្រទេសអាមេរិកចឹងហើយបានជាម្សិលមិញខ្ញុំចេញវីដេអូមួយខ្ញុំថានេះគឺជាអ្វីដែលខ្ញុំបារម្ភជាទីបំផុតបងប្អូនគិតយ៉ាងណាដែរសូមបងប្អូនតម្លាក់ comment ប្រាប់ NG ទាំងអស់គ្នាចាអរគុណហើយបើស្រឡាញ់ចូលចិត្តកុំភ្លេច share វីដេអូនេះបន្តអរគុណ